បងប្អូនសាក់ទាយមើលថាផ្កាទាំងនេះហាស្ថិតនៅឯណាដែរឥឡូវហ្នឹងខ្ញុំកំពុងនៅវិទ្យាល័យព្រះអង្គឌុងអ្នកនរគ្នាខ្ជិលឲ្យបងប្អូនទាយយូរចាគឺប្រាប់តែម្ដងទៅទស្សនវិជ្ជាទាំងអស់នេះបងប្អូនទាំងអស់គ្នាគឺជាវិទ្យាល័យព្រះអង្គឌុងនិយាយទៅអាគារទើបតែសាងសង់ឲ្យថ្មីមានរហូតដល់ទៅ4ជាន់ណាបងប្អូនអើយហើយចំណែកឯបរិវេណសាលារៀនទីធ្លាហើយនឹងបរិស្ថាននិយាយទៅគឺស្អាតខ្លាំងមែនតែនប្លែកច្រើនខ្លាំងមែនតែនការខ្ញុំរៀនគឺអាគារចាស់ហើយដើមឈើក៏មានដែរគាត់ថាដើមឈើកាលនោះវាអត់ទាន់ធំអីចឹងបងប្អូនប៉ុន្តែដោយសារខ្ញុំចប់វិទ្យាល័យហ្នឹងរហូតមកដល់ពេលនេះវាមានរយៈពេល10ឆ្នាំមកអញ្ចឹងគឺប្រែប្រួលខ្លាំងមែនតែនហើយវីដេអូនេះបើសិនបើបងប្អូនជាពិសេសបងប្អូនដែលចង់រៀនវិទ្យាល័យអីគឺអាចមករៀននៅវិទ្យាល័យព្រះអង្គឌួងនេះបាននិយាយទៅសាលាទាំងល្អទាំងគុណភាពហើយចំពោះបរិយាកាសវិញបងប្អូនទាំងអស់គ្នានិយាយទៅគាត់តែឃើញហើយគួរឲ្យចង់រៀនតែម្ដងមានកន្លែងអង្គុយលេងជាពិសេសនឹងគឺថាមលុបធម្មជាតិតែម្ដងដើមឈើនិយាយទៅកន្លែងណាក៏ដើមឈើដែរបងប្អូននេះខ្ញុំទៅពើថ្ងៃដល់ពើអញ្ចឹងទៅយើងថតកាត់ថ្ងៃមែនប៉ុន្តែអត់មានអារម្មណ៍ថាក្តៅទេព្រោះនៅក្រោមដើមឈើសុទ្ធតែម្លប់ហើយជាពិសេសខ្យល់បរិយាកាសលហើយបែបធម្មជាតិទៀតមើលវីដេអូនេះហើយកុំឆ្ងល់ថាចុះមិនក៏អត់ឃើញមានសិស្សសាលាសិស្សអីអញ្ចឹងនិយាយទៅអ្នកនរគ្នាខ្ញុំទៅចំថ្ងៃអាទិត្យណាហើយខ្ញុំទៅនេះគឺអំឡុងម៉ោងម៉ាន់12 10អញ្ចឹងហើយគឺអត់មានមនុស្សទេមានតែអ្នកលក់ហើយនឹងក្មេងៗដែលគាត់លេងបាល់ហើយប៉ុន្តែគាត់ថាខ្ញុំអត់បានថតគាត់ទេហើយកន្លែងនេះបងប្អូនគឺជាតារាងបាល់និយាយទៅតារាងបាល់នេះគឺធំខ្លាំងមែនតើអានេះគេហៅថាតារាងបាល់បោះហើយដល់ទៅពើអាទៅខាងមុខនំតិចនោះកន្លែងបាល់ទាត់និយាយទៅកន្លែងកីឡាក៏មានកន្លែងកំសាន្តក៏មានសាលារៀនវិញគឺថាសុទ្ធតែជាអាគារដែលទើបតែសាងសង់ឲ្យថ្មីហើយក៏មានកន្លែងលាងដៃហើយបងប្អូនមើលដើមឈើឡើងជុំវិញកន្លែងណាក៏ដើមឈើដែរហើយត្រូវនឹងរដូវកាលនេះគឺថាជារដូវកាលភ្លៀងធ្លាក់និយាយពីថាផ្កាវិញរីកឡើងស្គុះស្គាយអូនិយាយទៅស្អាតយកតែមែនតែម្ដងណាក្នុងវីដេអូនេះដែរក៏សូមផ្ញើសេចក្តីនឹករលឹកដល់លោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់ដែលបានរៀននៅវិទ្យាល័យព្រះអង្គឌួងទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានឃើញវីដេអូនេះអរគុណ